សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់មេរៀនកាត់តវីដេអូជាមួយនឹងកម្មវិធី Adobe Premiere ជាមួយនឹងខ្ញុំរាត្រីបាទហើយនេះគឺជា QR Telegram របស់ខ្ញុំបើសិនជាបងប្អូនមានចម្ងល់តាក់ទងជាមួយនឹងមេរៀនចំណុចណាមួយបងប្អូនអាចឆាតមកសួរខ្ញុំបន្ថែមបានអញ្ចឹងខ្ញុំសូមនិយាយខ្លីការកាត់តវីដេអូគឺជាការតភ្ជាប់វីដេអូខ្លីមួយទៅវីដេអូខ្លីមួយផ្សេងទៀតយើងជាអ្នកកាត់តវីដេអូអញ្ចឹងយើងក៏ត្រូវគួរតែដឹងតាក់ទងជាមួយនឹងកម្មវិធី Adobe Premiere ហ្នឹងគឺជាអីបង្កើតឡើងដោយពីណាគេក្រុមហ៊ុនអីបាទ Adobe Premiere គឺជាកម្មវិធីកាត់តវីដេអូស្តង់ដារលំដាប់ពិភពលោកភាគច្រើន YouTuber Content Creator គាត់ចូលចិត្តប្រើកម្មវិធីនេះក្នុងការកាត់តវីដេអូហើយក្រុមហ៊ុនដែលបានបង្កើតនិងអភិវឌ្ឍកម្មវិធី Adobe Premiere ហ្នឹងគឺជាក្រុមហ៊ុន Adobe System ហើយនេះគឺជា logo ក្រុមហ៊ុន Adobe System មកដល់សម័យបច្ចុប្បន្នបងប្អូនអាចចូលទៅកាន់ជ្រោមឬក៏ Google បងប្អូនអាច search បន្ថែមបានតាក់ទងជាមួយនឹងកម្មវិធី Adobe Premiere នេះបាទអញ្ចឹងយើងបន្តមកទៀតដើម្បីធ្វើការកាត់តវីដេអូបានគឺតម្រូវឲ្យបងប្អូនធ្វើការដំឡើងកម្មវិធី Adobe Premiere នៅលើកុំព្យូទ័ររបស់បងប្អូនឲ្យរួចរាល់ជាមុនសិនបើសិនជាបងប្អូនអត់ទាន់មានកម្មវិធី Adobe Premiere នៅលើកុំព្យូទ័ររបស់បងប្អូនទេអញ្ចឹងខ្ញុំសូម recommend website 2 website ទី1មានឈ្មោះថា filezr.com ហើយនិង website ទី2មានឈ្មោះថា getintopc.com ចូលមកកាន់ក្រោមមកវាយ website មួយណាក៏បានដែរអញ្ចឹងខ្ញុំសូមវាយ website filezr.com បន្ទាប់មកខ្ញុំវាយបញ្ចូលពាក្យថា Adobe Premiere បាទបន្ទាប់ពីខ្ញុំវាយ Adobe Premiere ហើយគឺវាចេញមកបែបនេះនៅខាងលើគេបាទហើយយើងចុចនៅលើ Adobe Premiere ហ្នឹងមកយើង scroll បន្តិចយើងនឹងឃើញ version 2025 2024 2023យើងតម្លើងមួយណាក៏បានដែរយើងឆ្លាញ់មួយណាយើងតម្លើងមួយហ្នឹងទៅបន្ទាប់ពីយើងធ្វើការ download ហើយយើង extract វាមកហើយយើងចុចតម្លើងធម្មតាបាទបើសិនជាបងប្អូនអត់ចេះតម្លើងទេបងប្អូនអាច scan QR code ដែលខ្ញុំដាក់ពីខាងដើមហ្នឹងបងប្អូនអាចឆាតមកកាន់ខ្ញុំមកខ្ញុំអាចជួយដំឡើងកម្មវិធីនេះជូនបងប្អូនបានបាទ